Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ QB ឥឡូវយើងត្រឡប់មកវិញជាមួយនឹងភាគថ្មីរបស់យើងដែលជាភាគទី11នៃរដូវកាលទី3របស់យើងមុននឹងចូលដល់ការសម្ដែងកុំភ្លេច Subscribe ឲ្យ admin មានមួយផងហើយក៏កុំភ្លេចជួយ Like នៅក្នុងវីដេអូដែលមានសម្ដែងនឹងមួយផងណាដើម្បីជាកម្លាំងចិត្តអញ្ចឹងបើសិនអ្នកគ្នាចុចតាមអ្វីដែលមានបានស្នើសុំរួចហើយអញ្ចឹងចូលទៅកាន់ការសម្ដែងរបស់យើងទាំងអស់គ្នាតែម្ដងទៅចាប់ផ្ដើមឡើងនៅក្នុងភាគទី11នេះដោយសីហានីក៏បានត្រឡប់មកកាន់សាលរបស់គេដែលជាសាលជាស៊ឺហើយម្នាក់ដែលអង្គុយផឹកតែវិញឈ្មោះរបស់គេគឺសៀប៉ៅអ៊ីឃើញសៀហានអ៊ីបែបនេះគេក៏បានសួរទៅកាន់សៀហានជីតើគេមានរឿងអ្វីហេតុអ្វីបានជាមិនសប្បាយចិត្តសៀហានជីក៏បានប្រាប់គេថានោះក៏ព្រោះតែមានសិស្សថ្មីទៅតែចូលមកហើយខ្លួនគេផ្ទាល់នេះគឺហាក់ដូចជាមិនចូលចិត្តអាម្នាក់ដែលទៅតែចូលថ្មីនឹងនោះទេសៀហានជីក៏បានប្រាប់ឲ្យសៀប៉ៅអ៊ីនិងពលមនុស្សប្រមាណអ្នកដើម្បីបដៅដល់លូយ៉ាលឿនចឹងសៀប៉ៅអ៊ីក៏សួរចង់ដឹងផងដែរតើគេធ្វើឲ្យសៀហានជីនឹងតោះចិត្តរឿងអ្វីទៅសៀហានជីក៏បានតបវិញថាមិនចាំបាច់ចង់ដឹងនោះទេគ្រាន់តែធ្វើតាមអ្វីដែលគេប្រាប់ទៅឈ្មោះរបស់ម្នាក់នោះគឺលូយ៉ាឥឡូវនេះគេស្ថិតនៅក្នុងសាលពេញស៊ឺនៃទីធ្លា95សៀប៉ៅអ៊ីក៏សួរទៀតថាតើគួរធ្ងន់ឬក៏ស្រាលចឹងសៀហានជីក៏បានប្រាប់ថាមិនចាំបាច់ធ្ងន់ធ្ងរពេកនោះទេគ្រាន់តែផ្ដល់ភាពអាម៉ាស់ទៅដល់គេហើយបំផ្លាញនៅមោទនភាពរបស់គេទៅគឺបានហើយកាត់មកខាងលូយ៉ាវិញនៅពេលនេះជាហ្វេយូក៏បាននាំគេមកកាន់បន្ទប់ស្នានៅដែលជាទីធ្លា95នឹងឯងជាហ្វេយូនឹងគេក៏មិននឹកស្មានផងដែរថាបុព្វបុរសដែលបង្កើតនៅនិកាយនេះឬក៏ដែលព្រះសិនយន់បែរជាមានចំនួនក្រោយដូចជាលូយ៉ាហើយលូយ៉ាគឺច្បាស់ជាអស្ចារ្យនៅថ្ងៃអនាគតជាមិនខានសាលពេញស៊ឺរបស់គេនឹងច្បាស់ជាល្បីឈ្មោះលូយ៉ាក៏បានតបវិញថាលបងកុំចំន់ខ្ញុំអីត្រូវហើយតើឯណាទៅបន្ទប់ស្នាក់នៅរបស់ខ្ញុំយាហ្វេយូក៏បានប្រាប់លូយ៉ាថាបន្ទប់របស់គេគឺនៅខាងមុខនៅទីធ្លា95នៅទីនោះមានមនុស្ស9នាក់ស្នាក់នៅហើយអ្នកមើលការខុសត្រូវនៅទីនោះគឺសៀលូយ៉ាក៏បានសួរមកកាន់យាហ្វេយូទៀតថារៀនច្បងសៀហ្វុង2គឺបានប្រាប់គេថាសិស្សខាងក្រៅគឺអាចចូលទៅហ្វឹកហាត់ប្រាសាទដាវបានដោយពឹងផ្អែកទៅលើចំណាត់ថ្នាក់របស់ពួកគេយាហ្វេយូក៏តបទៅវិញថាឯងទើបតែចោះឈ្មោះតែប៉ុណ្ណោះបែរជាគិតចំពោះរឿងនេះទៅហើយយាហ្វេយូក៏បន្តប្រាប់លូយ៉ាទៀតថាចំពោះសិស្សខាងក្រៅ100នាក់គឺអាចធ្វើការហ្វឹកហាត់នៅជាន់ទី2ចំពោះពេលនេះវិញលូយ៉ាគឺអាចធ្វើការហ្វឹកហាត់នៅជាន់ទី1តែប៉ុណ្ណោះហើយត្រូវធ្វើការចោះឈ្មោះនៅក្នុងបញ្ជីរងចាំសិនលូយ៉ាក៏សួរទៅគេទៀតថាតើគេអាចជ្រើសរើសដើម្បីប្រកួតប្រជែងជាមួយនឹងសិស្សដទៃទៀតដើម្បីដណ្ដើមនៅចំណាត់ថ្នាក់ខ្ពស់ដែរឬក៏អត់យាហ្វេយូក៏បានតបវិញថាចំពោះរឿងនេះក៏ជាមធ្យោបាយមួយផងដែរប៉ុន្តែប្រសិនបើគម្លាតខុសគ្នាឆ្ងាយពេកនោះគេច្បាស់ជាមិនទទួលយកនៅការប្រកួតទេយាហ្វេយូក៏បានផ្ដល់យោបល់ទៅឲ្យលូយ៉ាថាគេគួរតែចាប់ផ្ដើមប្រកួតជាមួយនឹងអ្នកដែលស្ថិតនៅក្នុងគម្លាតខុសគ្នាតិចតួចឬក៏លើសគេតិចតួចលូយ៉ាក៏បានអរគុណចំពោះដំបូន្មានរបស់គេផងដែរនិងបានដើរចូលទៅខាងក្នុងកំឡុងពេលដែលគេធ្វើដំណើរទៅកាន់បន្ទប់របស់គេក៏មានសិស្សទាំងអស់នោះបានឈរសម្លឹងមើលគេយ៉ាងចម្លែកហើយអ្នកមើលការខុសត្រូវនៅទីនឹងដែលមានឈ្មោះថាសៀលូនោះក៏បានប្រាប់ឲ្យគ្នារបស់គេដែលមានឈ្មោះថាស៊ីមិនទីងចូលទៅចាត់ការលូយ៉ាងដែលគេមិនតាន់បិទទ្វារបានយូរផងក៏ស្រាប់តែអាប៉ែនឹងមកគោះទ្វារតែម្ដងបើកទ្វារចេញមកក្រៅអាប៉ែស៊ីមិនទីងនឹងក៏បាននិយាយមកលូយ៉ាងយ៉ាងចម្លើយថាយើងចេញមកជំនួសរៀនច្បងសៀហាន់យីមកទីនេះគឺដើម្បីប្រដៅឯងស្គាល់ពីចាស់ទុំបន្តិចអាមន់ថ្មីនិយាយចប់អាប៉ែនឹងក៏ព្យាយាមវាយទៅកាន់លូយ៉ាងតែលូយ៉ាងកិច្ចចោលកិច្ចឡើងនឹងដាក់គេមកដៃពោស្ប៉ាបឃើញគេយកឈ្នះកូនចៅខ្លួនឯងបានដោយងាយបែបនេះអាប៉ែសៀលូនឹងក៏បានស្រែកសួរទៅលូយ៉ាងថាតើគេកំពុងតែធ្វើអ្វីលូយ៉ាងក៏បានតបទៅគេវិញថានៅពេលដែលម្នាក់នឹងព្យាយាមធ្វើបាបខ្ញុំហើយអ្វីបានជាលោកមិនចេញមកហើយតើលោកគឺជាសៀលូមែនដែរឬទេមួយនឹងវាក៏បានតបថាមិនខុសនោះទេគឺជាគេលូយ៉ាងក៏បានសួរទៅគេបន្ថែមទៀតថាតើគេផ្សំគំនិតជាមួយនឹងអាម្នាក់នឹងមែនដែរឬទេទើបបានជាពេលនេះគេបែរជាចេញមុខហើយថាតើសៀហាន់យីបានចាត់គេឲ្យមកធ្វើបាបខ្លួនមែនដែរឬទេលូយ៉ាងក៏ប្រាប់ទៅអាសៀលូបន្ថែមទៀតថាគេគឺមិនដែលមានចំនួនជាមួយនឹងសៀហាន់យីនោះទេសៀលូគេក៏បានតបមកសម្ដីរបស់លូយ៉ាងវិញថាចំពោះរឿងនឹងខ្លួនគេផ្ទាល់ក៏មិនដឹងដែរប៉ុន្តែលូយ៉ាងគេទទួលបាននៅការចាប់អារម្មណ៍ពីអ្នកស្ថិតនៅក្នុងកម្រិតព្រះនិព្វានឬអមតៈវាក៏ជាកិត្តិយសរបស់គេទៅហើយជម្រើសរបស់លូយ៉ាងតែមួយគត់គឺព្រមឲ្យពួកគេទាំងអស់គ្នាដាក់ទណ្ឌកម្មមកលើគេតាមស្រួលនោះនៅពេលខាងមកលូយ៉ាងនឹងអាចរស់នៅជាមួយនឹងពួកគេបានដោយសោកសន្តិភាពហើយបើមិនដូច្នេះទេលូយ៉ាងនឹងគេនិយាយបានតែត្រឹមនេះលូយ៉ាងក៏និយាយកាត់និយាយជំនួសគេថាពួកឯងនឹងសម្លាប់ខ្ញុំមែនដែរឬទេរួចហើយសៀលូនឹងក៏បានបញ្ជូនកូនចៅរបស់គេម្នាក់ទៀតដែលមានឈ្មោះថាឈិនពូឈីឲ្យចាត់ការលូយ៉ាងម្ដងម្នាក់ឈិនពូឈីនេះចូលមកដល់ភ្លាមកំរោលយកតែម្ដងបញ្ចេញសៀតដាវវាប្រាទៅកាន់លូយ៉ាងធ្វើឲ្យលូយ៉ាងកិច្ចយ៉ាងងាយលូយ៉ាងក៏និយាយទៅកាន់គេផងដែរថាឯងបែរចូលមកយ៉ាងកំរោលបែបនេះវាប្រហាមកកាន់ជើងតែគិតថាយើងគឺជាដំឡូងមូលមែនឬទេគេសម្រុកចូលមកវាយលើលូយ៉ាងតែលូយ៉ាងក៏បានកិច្ចផុតសម្រាប់ខ្លួនថយមកក្រៅបន្តិចបញ្ចេញនៅចំហាយធម្មពលវាប្រហាដល់ចំហាយធម្ម
ពលមកកាន់គេវិញតែគេក៏បានកិច្ចផុតបន្តិចអញ្ចឹងលុយយ៉ាងក៏សម្រុកចូលមកវិផ្ទាល់រហូតដល់ចាប់ក្លេគេជាប់ឃើញដូច្នេះសៀលូក៏បានស្រែកប្រាប់ឲ្យលុយយ៉ាងចាប់ដល់លែងកូនចៅរបស់គេព្រាមទៅអញ្ចឹងលុយយ៉ាងក៏ជូនតាមសំណូមពរក៏វិញកូនចៅរបស់គេនឹងទៅបុកជាមួយនឹងគេអញ្ចឹងអាប៉ែនឹងក៏បានរងហើយក៏វត្តចេញថែមទៀតរួចក៏ស្រែកដាក់លុយយ៉ាងថាលុយយ៉ាងខ្ញុំគឺមកពីគ្រួសារសៀដល់ថ្លៃថ្នូរឯងបានជាមើលស្រាលខ្ញុំដល់ថ្នាក់នេះមើលទៅឯងគឺលែងចង់រស់ហើយលុយយ៉ាងក៏តបទៅគេវិញចឹងលុយថាតើគ្រួសារសៀតើយ៉ាងម៉េចខ្ញុំគឺជាកូនចៅចំនួនក្រោយរបស់បុព្វបុរសនិកាយដើរសិនជន់ខ្ញុំមិនដែលក្រអិតក្រទមដូចជាឯងផងក៏មិនដែលប៉ះពាល់ឯងដែរគ្រាន់តែឮថាលុយយ៉ាងជាចំនួនក្រោយរបស់និកាយដើរសិនជន់ភ្លាមធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយអាប៉ែដែលបានចូលមកវិញលុយយ៉ាងនឹងគេក៏និយាយផងដែរថាគេប៉ះពាល់មនុស្សខុសហើយទោះជាលុយយ៉ាងអះអាងបែបនេះក៏ដោយក៏អាប៉ែសៀលូនឹងអត់ខ្វល់ក៏មិនជឿដែរគេក៏បានប្រាប់អ្នកគ្រប់គ្នាថាចំនួនក្រោយរបស់ដើរព្រះសិនជន់មែនទេប៉ុន្តែបើជាផ្ដាំចេញពិសេសខាងក្រៅគេគឺពិតជាកុហកជ្រុលពេកហើយចាំងគូតែដាក់ទោសគេឲ្យខ្លាំងជាងនេះសម្រាប់ខ្លួនឡើងទៅលើបន្តិចបញ្ចេញនៅស្នៀតដាវធ្វើឃាតឬក៏ជំនាញដាវពីឃាតវិប្រហាទៅការលុយយ៉ាងភ្លាមៗតែម្ដងលុយយ៉ាងយើងវិញអត់ព្រឺអីបន្តិចក៏និយាយទៀតថាស្នៀតដាវគឺពិតជាល្អប៉ុន្តែអ្នកដែលប្រើនឹងគឺពិតជាអត់ប្រយោជន៍ប្រើតែដៃម្ខាងបញ្ចេញធម៌ពលធ្វើការទប់ទល់ជាមួយនឹងគេក៏បានធ្វើឲ្យគេនឹងខ្ទាតប៉ាំងទៅបុកផ្ទប់ជាមួយនឹងជាងយ៉ាងពេញទំហឹងជាមួយគ្នាផងដែរនឹងជាហ្វេយូជាមួយនឹងម្នាក់ទៀតក៏បានធ្វើដំណើរមកដល់ឃើញហេតុការណ៍ដែលបានកើតឡើងនៅនឹងមុខតែម្ដងចំណែកឯអាប៉ែទីលូវិញក៏បញ្ញាក្រោកឡើងប្តឹងមកកាន់ជាហ្វេយូថាលូយ៉ាងនឹងគឺបានបង្ករឿងជាមួយនឹងសិស្សនៅទីធ្លាការ15ធ្វើឲ្យសិស្សមួយចំនួនរងរបួសគេវិញគ្រាន់តែព្យាយាមខាត់និងព្យាយាមបង្រៀននៅវិន័យដល់លូយ៉ាងតែប៉ុន្តែលូយ៉ាងគេបើជាធ្វើបែបនេះមកដាក់ខ្លួនដូចតែឃើញចឹងចំពោះលូយ៉ាងវិញក៏មិននៅឈរឲ្យគេចាប់ប្រកាន់ខ្លួនដែរអញ្ចឹងក៏បញ្ញាបកស្រាយប្រាប់ទៅកាន់ជាហ្វេយូថាទាំងនេះគ្រាន់តែជារឿងកុហកបោកប្រាស់របស់គេតែប៉ុណ្ណោះព្រោះតែសៀលួនិងបាក់ពួកព្យាយាមធ្វើបាបខ្លួនហើយគេគ្រាន់តែព្យាយាមធ្វើការទប់ទល់តបតទៅវិញដើម្បីការពារខ្លួនតែប៉ុណ្ណោះបន្ទាប់ពីស្ដាប់ការបកស្រាយពីភាគីទាំងសងខាងរួចហើយជាហ្វេយូនឹងក៏បានសម្លុតសួរមកកាន់សៀលួថាតើគេនិយាយពិតឬក៏ជាការកុហកសៀលួវិញក៏នៅតែអះអាងថាគេនិយាយទាំងអស់គឺសុទ្ធសឹងតែជាការពិតប៉ុន្តែក៏មានកូនចៅរបស់គេនឹងដោយខ្លាចអំណាចរបស់ជាហ្វេយូផងហើយឮថាលុយយ៉ាងជាចំនួនក្រោយរបស់បុព្វបុរសដែលព្រះសិនជន់ទៀតនោះគេក៏សារពាក្យថាសម្ដីរបស់សៀលួដែលបាននិយាយនឹងមកគឺសុទ្ធសឹងតែជាការកុហកទាំងអស់ចំណែកឯម្នាក់ដែលនៅក្បែរជាហ្វេយូដែលមានតកូលសៀដែរនឹងគេក៏និយាយកាន់ជើងមកកាន់តកូលសៀគ្រួសារសៀរបស់គេភ្លាមតែម្ដងគេប្រាប់មកកាន់ជាហ្វេយូថាបើទោះបីជាបែបនេះក៏ដោយប៉ុន្តែលុយយ៉ាងគេគឺជាសិស្សថ្មីទើបតែចូលមកកាន់និកាយគេបានជាធ្វើឲ្យមានរឿងបែបនេះកើតឡើងអញ្ចឹងគេក៏ត្រូវតែដាក់ទោសណែជាហ្វេយូវិញគាត់ក៏រៀងនិយាយជាយុទ្ធធម៌ទៅដល់អ្នកល្អក៏ដូចជាអ្នកមិនខុសដូចគ្នាប្រាប់អាម្នាក់តកូសៀនឹងថាកុំធ្វើឲ្យរឿងនេះទៅជារឿងធំអីគ្រាន់តែជាសិស្សខាងក្រៅឆ្លោះគ្នាតិចតួចតែប៉ុណ្ណោះចាំបាច់អីត្រូវប្រើប្រាស់នៅវិន័យតឹងរឹងពេកបន្ទាប់ពីលើការបញ្ជាក់របស់ជាហ្វេយូបែបនេះអាប៉ែតកូសៀឬក៏សៀណានឹងក៏មិនចង់វិញឆ្ងាយទៀតដែរគេក៏បានប្រាប់មកកាន់ជាហ្វេយូថាបើដូច្នេះមែនដើម្បីយុត្តិធម៌ទៅដល់មនុស្សរបស់គ្រួសារសៀអញ្ចឹងហើយមនុស្សផ្សេងរបស់គ្រួសារសៀក៏អាចចូលមកប្រយុទ្ធជាមួយនឹងលុយយ៉ាងដើម្បីទាមទារយុត្តិធម៌ត្រឡប់មកវិញបានដែររួចគេក៏បានប្រាប់ឲ្យសៀជីងដែលជាមនុស្សស្រីនឹងចូលមកប្រយុទ្ធជាមួយនឹងលុយយ៉ាងមើលតែអាប៉ែនេះរៀងមើលស្រាលលុយយ៉ាងបន្តិចហើយនៅពេលដែលកញ្ញាសៀជីងនឹងចូលមកឈរទល់មុខគ្នាជាមួយនឹងលុយយ៉ាងត្រៀមខ្លួនដើម្បីប្រយុទ្ធក៏មានមនុស្សនិយាយផងដែរថាសៀជីងម្នាក់នេះក៏ជារៀនច្បងជាប់ចំណាត់ថ្នាក់ទី5នៅក្នុងសាលពេញស៊ឺនេះផងដែរបើនាងចេញមកប្រយុទ្ធបែបនេះទៅហើយច្បាស់ណាស់លុយយ៉ាងនឹងមិនអាចមានឱកាសយកឈ្នះបាននោះទេមិនទាន់ដឹងថាការប្រយុទ្ធរបស់ពីរនាក់នឹងឈ្ងុយឆ្ងាញ់ជាតិសាហាវប៉ុណ្ណាផងសាច់រឿងក៏ត្រូវបញ្ចប់នៅត្រឹមហ្នឹងអូខេហ្នឹងហើយអ្នកទាំងអស់គ្នាសាច់រឿងនៃភាគទី11នេះក្នុងរដូវកាលទី3របស់យើងគឺធ្វើបញ្ចប់នៅត្រឹមហ្នឹងហើយចុងក្រោយក៏អត់មានអីនិយាយច្រើនដែរក្រៅពីអរគុណអ្នកទាំងអស់គ្នាដែលនៅតែគាំទ្រក៏ដូចជានៅតែតាមដាន admin រហូតមកដល់ឥឡូវទាំងដែល admin ធ្វើឈប់ទាំងអស់ហ្នឹងមិន admin ចង់ទេ admin ក៏ចង់ចេញឲ្យអ្នកទាំងអស់គ្នាមើលរហូតដែរព្រោះ admin ក៏ចូលចិត្តមើលរឿងប្រភេទដង្ហរហ្នឹងដែរប៉ុន្តែដោយសារតែមានកត្តាបញ្ហាផ្សេងៗក្នុងគ្រួសារផងហើយក៏ដូចជាបញ្ហាផ្សេងៗចូលមកញឹកញាប់ពេកអស់ពីរឿងមើលចូលរឿងមួយអីចឹងទៅចឹងហើយបានជា admin ត្រូវទៅដល់ស្រីវារីករាល់ទៅបានអាចឈានជើងចូលមកកាន់ការសម្រាយក៏ដូចជាសម្រាយរឿងផ្សេងៗដែលមានបានសម្រាយកន្លងមកក៏ដូចជាការជំពាក់អ្នកទាំងអស់គ្នាផងដែរហើយនេះគឺជាការបកស្រាយរបស់ខ្ញុំហើយក៏ប្រហែលជាគ្មានយើងណាដែលអាចចូលស្ដាប់ដល់ប៉ុណ្ណឹងទេអញ្ចឹងគឺអាចនឹងថាអត់ដឹងខ្លះប៉ុន្តែក៏គួរតែប្រសើរជាងបើសិនជា admin អត់និយាយអញ្ចឹងអ្វីដែល admin ចង់បញ្ជាក់ប្រាប់អ្នកនរគ្នាក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងគឺយើងបាយជម្រាបលាជួបគ្នាជាមួយនឹងវីដេអូក្រោយក៏ដូចជាភាគបន្តទៀត